បាទសួស្តីបងប្អូនដែលបានទស្សនារឿងចយថ្ងៃនេះខ្ញុំបានធ្វើរឿងបន្តទៀតហើយអញ្ចឹងសម្រាប់បងប្អូនដែលបានចូលចិត្តទស្សនារឿងចយទាំងពីរ channel របស់ខ្ញុំគឺយើងចេញឆ្លាស់គ្នាអញ្ចឹងសម្រាប់បងប្អូនដែលចូលចិត្តទស្សនារឿងចយបែបកំ pl ែងសើចសប្បាយផ្សេងៗបងប្អូនណាបាទឥឡូវនេះខ្ញុំនឹងបង្ហាញបងប្អូនឈុតខ្លះដែលយើងបានបញ្ចូលសម្លេងរួចរាល់បាទតោះឥឡូវយើងចាក់ប្រហែលជា 2-3 នាទីដើម្បីឲ្យបងប្អូនចាប់អារម្មណ៍អញ្ចឹងរឿងនេះយើងធ្វើនៅ channel មួយនេះប៉ុន្តែពេលដែលរឿងពេញបងប្អូនទស្សនានៅ channel របស់ខ្ញុំមួយទៀតthìខ្ញុំបានដាក់ link ឬក៏តំណភ្ជាប់គ្នាហ្នឹងបងប្អូនណាបាទនឹងអញ្ចឹងតោះឥឡូវចូលមើលរឿងថ្មីឈុតថ្មីដល់គ្នាបាទអរគុណបាទអញ្ចឹងនេះគឺជាកម្មវិធីដែលខ្ញុំបញ្ចូលសម្លេងបងប្អូនណាបាទនេះជាកម្មវិធីដែលបញ្ចូលសម្លេងនេះសម្លេងដែលយើងបាន record រួចរាល់ណាបាទហើយមិនទាន់ដាក់ sound effect ទេហើយបងប្អូនមួយចំនួនចង់ចេះពីរបៀបបញ្ចូលសម្លេងបងប្អូនណានេះយើងបញ្ចូលអង្កន់វាអញ្ចឹងមកហើយបន្តមកទៀតយើងបញ្ចូលរួចយើងដាក់ sound effect តាមហ្នឹងប៉ុន្តែនេះខ្ញុំទៅតែធ្វើហើយមិនទាន់ដាក់ sound effect ទេយើង highlight រឿងថ្មីបន្តិចឲ្យបងប្អូនមើលបងប្អូនបាទតោះហើយយើងចាប់ផ្ដើមហេនសាំគឺជាកូនច្បងគេនៅក្នុងគ្រួសារកសិករមួយគេមានរូបរាងសង្ហាខ្ពស់ស្រឡានៅក្នុងភូមិមួយមានបងប្អូនប្រុស3នាក់សង្ហាគឺជាកូនច្បងគេចំណែកអូន2នាក់ទៀតពួកគេមានប្រពន្ធអស់ហើយចំណែកសង្ហាវិញមិនទាន់មានប្រពន្ធនឹងគេទេស្រីៗក្នុងភូមិដូចជាមិនចាប់អារម្មណ៍ឡើយពួកគេដូចជារងចាំនរណាម្នាក់អញ្ចឹងអត្តចរិតរបស់គេដូចជាឆ្មាំឆ្មៃខ្លាំងណាស់សង្ស័យតែគូព្រេងរបស់ហេនសាំមិនមែនជាមនុស្សផងទេដឹងហើយអត់សឹកដល់ហើយទីក៏ឌិចលោកដែរវើយអូយបងសម្លាញ់កុំបខំពេកមើលទៅរៀបការហើយអូននឹងជារបស់បងហើយណាហើយបើស្អាតឡើងម្ល៉េះបោកទ្រាំមិនបានទេមិនដូចអាសាមឡើយនេះរឹងមួយថ្ងៃគិតគូរប្រពន្ធគេទៅស្រីៗរកភូមិគេការចោលអស់ហើយសាមអើយដាក់គេកំពុងជេរពីខ្ញុំសុំបីសត្វឆ្កែក៏មានគូវាដែរណាក៏មនុស្សហេតុអីមិនមានគូគេជើងហ៎ប្រហែលមើលទៅមិនឆ្លៃស្រីទេណាយ៉ាត់តែឆ្លៃប្រុសដូចគ្នាចប់ហើយពួកឯងមិនចាំបាច់ចង្អកលក់លុយអញទេណាបើមានស្នេហាហើយឆ្លៃគ្នាងាប់ចោលឯងមិនចង់ឃើញឡើយអាសាមើលសម្ដីរបស់ឯងពិតជាលយមែននិយាយត្រូវឯងមើលមុខប្រពន្ធរបស់ពួកឯងចំមកដូចតែចង់ចាំដែរបើសិនជាបែបនេះមែនណាយើងសុកចិត្តអត់មិនចំណែនទេវើយអើយបងកាយមើលគាត់និយាយថាមុខអូននេះដូចតែគេចង់ចាំបងឯងបើគាត់ច្បាប់បងអូនចង់ថ្ងៃណាមើលមិនខានអាសាមឯងហ៊ានថាមុខប្រពន្ធរបស់យើងដូចតែគេចង់ផងហើយអូនក៏ស្ដាប់វាអីបាច់គេយកការពុតបលេងសាច់បែបនេះអាសាមើលយើងរកចាក់មើលថាថ្ងៃណាមួយបងឯងបានរៀបការប្រពន្ធរបស់ឯងស្រស់ស្អាតជាប្រពន្ធរបស់ពួកយើងយ៉ាងណាទៅរឿងទៅឯងសង្ស័យទៅអត់មានផងជាកោដូចល្អឲ្យពួកខ្ញុំចេះស្រឡាញ់គ្នាទៅបានអីអូយបងបែរជា single យូរពេកចំណាយពួកយើងក៏ថាបានដែរបាទចុះអត់ប្រពន្ធមែនក៏ខ្ញុំវាមិនគាត់ដែរចុះប្រប្រប្រគល់ខ្លួនឲ្យមនុស្សស្រីល្ងងបែបនេះយកធ្វើប្តីនោះទេអូយជាបន្ទោស្អីទៅចាក់ភ្នែកដល់ហើយតើស្អីគេទៅវើយពួកអវកាសធ្លាក់មកពីលើមេឃចាំតិចចាំខ្ញុំទៅជួយអាមិនក៏កាន់មិនជាប់អញ្ចឹងចាំតិចខ្ញុំទៅអើយចាំខ្វល់អើយខ្ញុំសុំទោសណាហិចមានហេតុការណ៍មួយបានកើតឡើងនារីម្នាក់បានធ្លាក់ពីលើមេឃមកសង្ហាឃើញហើយស្ទុះវឹងរត់ទៅជួយប៉ុន្តែចាប់នាងមិនត្រូវធ្វើឲ្យនាងធ្លាក់ដល់ដីភ្លាមហើយពិតជាភ្ញាក់ផ្អើលខ្លាំងណាស់ព្រោះធ្លាក់ពីលើមេឃរហូតដល់ដីតែគ្មានរបួសសូម្បីតែបន្តិចយើងក៏លេចទៅមើលម៉ូតសក់នឹងការតុបតែងខ្លួនប្រហែលជានាងមិនមែនជាមនុស្សធម្មតាឡើយសង្ហាឃើញហើយក៏ស្រឡាំងកាំងតែម្ដងនេះមិនមែនជាមនុស្សទេគឺទេវតាមែនទេហើយណាឲ្យគាត់ដឹងរបៀបណាទៅណោះហើយយើងមិនក៏ធ្លាក់ពីលើមេឃដោយរបៀបណាទៅហ៎ខ្ញុំមិនដឹងថាធ្លាក់ពីលើមេឃដោយរបៀបណាទេដឹងតែពេលនេះធ្លាក់នៅក្នុងអន្លង់ស្នេហ៍របស់បងហើយណាវាជាការពិតមែនទេគ្រាន់តែឃើញពុំមករបស់ពូខ្ញុំដឹងថាពូមិនធ្លាប់បាននោះទេពីមុនមកមិនក៏ដឹងថាខ្ញុំមិនធ្លាប់បានពីមុនមកដឹងមុនណាសូម្បីតែពាក់ប៊ូនេះក៏សង្ហាដែរនៅថាលើគ្មានណាពាក់ប៊ូចឹងទេពិតមែនអីសម្រាប់ខ្ញុំណាប្រពន្ធនេះគឺល្អ perfect គ្រប់យ៉ាងបើល្អទាំងអស់ចឹងដូចណាគេអូគេណែសំសក់ភូមិណាយីអើនៅឋានលើមានវិជាការពារភូមិដែរអីនិយាយលេងទេអូស្នាមញញរបស់អ្នកនាងឯងអាចអស់ស្ទះតែម្ដងចង់បានធ្វើប្រពន្ធអាកាអើយចយចាប់ហៅអូម៉ែមកនេះបន្តិចមើលវើយហៅពួកគាត់មកមើលប្រពន្ធរបស់យើងនេះគឺជាទេវតាវើយតែបើអ្នកអស់គ្នាបានឃើញហើយបើគាត់ជាចរៃខ្ញុំក៏មិនខាតឡើយអូសាមអាសាមអើយតែអូមានន័យថាយ៉ាងម៉េចបើខ្ញុំទៅដល់ហើយទៅកស្រែកលឺមកម៉ែអាកូនសាមបើព្រឹកដល់ហើយបកាច់ហៅរកស្អីក្រោកឡើងភ្លឺឲ្យណាវើយអីអើយបាទអញ្ចឹងចង់និយាយថានេះគឺជាការបញ្ចូលសម្លេងរបស់ខ្ញុំហើយនេះគឺជាមកទៅហៅមកពាក្យមកគ្រាណាបង
ហើយយើងមិនទាន់ដាក់ sound effect ទេរឿងនេះយើងទៅតែបញ្ចូលចិត្តហើយបងប្អូននេះបងប្អូនមកនាទីបាទនេះ28នាទីអញ្ចឹងបើសិនជាយើងបញ្ចូលឲ្យហើយ28នាទីវាអាច3ថ្ងៃបងប្អូនណាបាទទាំងបញ្ចូលទាំងដាក់ sound effect អាហ្នឹងយើងធ្វើប្រហែលជាមួយថ្ងៃខ្ទង់3ម៉ោង4ម៉ោងទៅតាមយើងទៅនេះអញ្ចឹងណាបាទហ្នឹងហើយអញ្ចឹងអរគុណច្រើនសម្រាប់បងប្អូនដែលបានចូលចិត្តទស្សនាហើយកុំភ្លេចចុច subscribe ផងហើយបញ្ជាក់ថារឿងពេញយើងដាក់នៅ channel មួយទៀតបងប្អូនណាខ្ញុំគាត់ទៅ highlight ឲ្យមើលទេនៅ channel នេះបាទហ្នឹងអញ្ចឹងអរគុណច្រើន